ចែកចាយអំពីបទពិសោធន៍ដែលបានជួបកន្លងមកហើយក៏ចង់លើកទឹកចិត្តដល់បងប្អូនដទៃទៀតរួមជំនឿដើម្បីទទួលបានកម្លាំងចិត្តក៏ដូចជាការលើកទឹកចិត្តពីព្រះជាម្ចាស់ដែលព្រះអង្គបានជ្រាបគ្រប់ទាំងអស់នៅក្នុងជីវិតរបស់យើងរូបភាពដែលខ្ញុំបានដាក់បង្ហាញនៅលើ screen គឺជារូបភាពដែលគ្រួសារខ្ញុំទទួល COVID 19នៅពេលនោះគឺនៅក្នុងឆ្នាំ2021អ្វីដែលខ្ញុំអរគុណព្រះអង្គហើយនៅតែនឹកចាំហើយកាន់តែស្គាល់ពីព្រះអង្គថែមទៀតគឺខ្ញុំយល់ថាព្រះជាម្ចាស់គឺបានជ្រាបគ្រប់ទាំងរឿងទាំងអស់ហើយព្រះអង្គគឺជាអ្នកដែលអាចប្រទានពរសម្រាប់យើងសម្រាប់ក្រុមគ្រួសារខ្ញុំផ្ទាល់ទោះបីជាក្នុងស្ថានភាពណាក៏ដោយអ្វីដែលបានកើតឡើងខ្ញុំអត់សូវជាការភ្ញាក់ផ្អើលខ្លាំងប្រហែលទេប៉ុន្តែអារម្មណ៍នៅពេលនោះគឺគ្រាន់តែចង់នៅក្បែរពួកគាត់ថែរក្សាពួកគាត់តែប៉ុណ្ណោះហើយស្ថានភាពជាក់ស្ដែងសុខភាពរបស់កូនខ្ញុំក៏ដូចជាស្វាមីខ្ញុំកំឡុងពេលដែលគាត់មាន COVID ហ្នឹងក៏អត់មានជាធ្ងន់ធ្ងរណាស់ដែរអញ្ចឹងនៅពេលដែលខ្ញុំទៅនៅថែទាំពួកគាត់នៅកន្លែងព្យាបាលគឺខ្ញុំនៅតែបន្តការអធិដ្ឋាននៅតែទុកចិត្តព្រះអង្គនៅតែអំពាវនាវដល់ទ្រង់នៅតែមានការប្រកបគ្នាជាមួយព្រះអង្គរាល់ថ្ងៃខ្ញុំអត់បានសួរព្រះអង្គថាហេតុអីរឿងនឹងវាកើតឡើងនៅក្នុងគ្រួសារខ្ញុំទេប៉ុន្តែខ្ញុំពេលដែលខ្ញុំអានព្រះគម្ពីរខ្ញុំជឿថាបងប្អូននឹងទទួលបានការលើកទឹកចិត្តនៅពេលដែលក្នុងគ្រាដែលយើងមានភាពលំបាកព្រះបន្ទូលគឺលើកទឹកចិត្តទៅក្នុងព្រះគម្ពីរវិញខ្ញុំអត់បានដាក់នៅនេះទេគឺពេលដែលខ្ញុំធ្វើពេលវេលាស្ងៀមស្ងាត់ជាមួយព្រះអង្គខ្ញុំទទួលបានកម្លាំងថ្មីហើយព្រះអង្គបានមានបន្ទូលខ្ញុំថាការទ្រាំទ្ររបស់មនុស្សដែលស្រឡាញ់ព្រះអង្គនឹងប្រទានរង្វាន់មិនមែនជាការខាត់បងមិនមែនជាការអត់ប្រយោជន៍ប៉ុណ្ណោះទេអញ្ចឹងខ្ញុំបានដឹងថាទោះបីជានៅក្នុងមណ្ឌល COVID តែមនុស្សរួមទាំងគ្រួសារម្ដាយផ្ទាល់គាត់អត់អាចនឹងទៅជួបយើងគាត់អត់អាចនឹងទៅជួយយើងប៉ុន្តែព្រះអង្គតែងតែប្រើមនុស្សផ្សេងជុំវិញយើងដើម្បីជួយនឹងឲ្យយើងទទួលបានអ្វីដែលយើងត្រូវការនៅក្នុងជីវិតដូចនេះចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាព្រះអង្គគឺជាព្រះដ៏រស់ហើយព្រះអង្គតែងតែផ្ដល់កម្លាំងសម្រាប់យើងហើយសូមកុំមានចិត្តបាក់ទឹកចិត្តនៅចំពោះព្រះអង្គដោយសារព្រះអង្គពិតជាមានផែនការព្រះអង្គពិតជារៀបចំរង្វាន់សម្រាប់អ្នកដែលកំពុងតែទ្រាំទ្រទុក្ខលំបាកហើយយើងនៅតែបន្តទុកចិត្តព្រះអង្គហើយយើងនៅតែមានទំនាក់ទំនងជាមួយព្រះអង្គចាអញ្ចឹងទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយសេចក្តីសប្បុរសបំផុងទ្រង់សេចក្តីមេត្តាករុណាបំផុងព្រះអង្គគឺនៅតែមានហើយអាចទៅដល់យើងដែរហើយព្រះអង្គក៏ធ្វើការជាមួយនឹងមនុស្សនៅជុំវិញយើងដែរអញ្ចឹងខ្ញុំអរគុណព្រះអង្គខ្លាំងហើយក៏នៅតែនឹកចាំអំពីអ្វីដែលបានកើតឡើងដែរ